សិស្សរបស់នាងខ្ញុំបានប្រាប់ខ្ញុំថាមុននឹងគាត់ចូលរៀនកន្លែងខ្ញុំគឺគាត់បានរៀនខុសគ្រូម្ដងជាពីរដងរួចមកហើយគាត់ថាស្រឡាញ់ណាស់ជំនាញដេឃើញគេផ្សព្វផ្សាយការបង្រៀននៅក្នុងទូរស័ព្ទមើលទៅតំណងគួរឲ្យចង់ចូលរៀនបានចោះឈ្មោះចូលរៀននៅកន្លែងល្បីមួយនឹកឃើញថាកន្លែងល្បីហើយគេមិនលក់ឈ្មោះរបស់គេទេប៉ុន្តែផ្ទុយស្រឡះទៅវិញសិស្សខ្ញុំប្រាប់ថាអ្នកគ្រូគេអត់បរៀនខ្ញុំទេគេទុកខ្ញុំចោលហើយមួយវិញទៀតគេឲ្យខ្ញុំដេការងាររបស់ពួកគាត់ហើយគាត់ប្រាប់ទៀតថានៅពេលដែលគាត់សួរគ្រូម្ដងគឺគ្រូមិនសប្បាយចិត្តទេធ្វើឲ្យគាត់មានអារម្មណ៍ថាបងលុយចូលរៀនហើយធ្វើដូចខ្លួនឯងនឹងទៅសុំគេរៀនចុងក្រោយគាត់ក៏បានសម្រេចចិត្តម្ដងទៀតថាគាត់នឹងរៀនតែម្ដងនឹងទេគឺឈប់រៀនហើយចៃដន្យអីគាត់ក៏ចោះឈ្មោះចូលរៀននៅកន្លែងនាងខ្ញុំបន្ទាប់ពីនាងខ្ញុំបានបង្រៀនគាត់មួយរយៈមកគាត់ក៏ធ្លុយមកថាគាត់រកកន្លែងត្រូវកន្លែងនេះហើយដែលជាកន្លែងរបស់គាត់ដែលគាត់ប្រាថ្នាចង់បានដូច្នេះសម្រាប់បងប្អូនដែលធ្លាប់រៀនសាលាខុសរួចមកហើយកុំអស់សង្ឃឹមសភកាត់ដេគឺអាចជួយបងប្អូនសម្រាប់នាងខ្ញុំគឺនាងខ្ញុំធានាថាបង្រៀនបងប្អូនមិនឲ្យខកចិត្តទេបង្រៀនគឺបង្រៀនឲ្យកូនសិស្សដេសម្លៀកបំពាក់របស់កូនសិស្សមិនមែនឲ្យកូនសិស្សដេសម្លៀកបំពាក់របស់គ្រូទេជាទូទៅសិស្សរបស់នាងខ្ញុំគឺនៅពេលដែលគាត់រៀនដល់មេរៀនទី3ហើយគឺភាគច្រើនគឺគាត់អាចមានសមត្ថភាពទទួលភ្ញៀវនិងរកចំណូលបានបន្តិចសម្រាប់រាល់កូនសិស្សខ្ញុំដែលគាត់ទទួលភ្ញៀវបានរកចំណូលបានហ្នឹងគឺភ្ញៀវរបស់គាត់ដែលគាត់កាត់ឲ្យមិត្តភ័ក្តិរបស់គាត់បងប្អូនរបស់គាត់ឬក៏អ្នកចិត្តខាងរបស់គាត់មិនមែនគឺទទួលភ្ញៀវនៅកន្លែងនាងខ្ញុំទេនៅក្នុងការចោះឈ្មោះចូលរៀនគឺនាងខ្ញុំមានវគ្គ3ខែក៏មាន1ឆ្នាំក៏មាន2ឆ្នាំសម្រាប់បងប្អូនទំនេរតែថ្ងៃសៅរ៍អាទិត្យក៏នាងខ្ញុំមានផងដែរព័ត៌មានលម្អិតគឺបងប្អូនអាចតាក់ទងលេខ Telegram ខាងលើបាន